សួស្តីអ្នកទាំងគ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងនាំអ្នកទាំងគ្នាទៅមើលពីការសម្អាតកែវត្រីក៏ដូចជាការផ្លាស់ប្ដូរទឹកថ្មីសម្រាប់ត្រី7ពណ៌បាទជាដំបូងយើងត្រូវការឧបករណ៍សម្រាប់បូមទឹកដីក៏ដូចជាលាមកត្រីហើយឧបករណ៍ដែលខ្ញុំប្រើប្រាស់នេះគឺមាននៅហាង BT Erica បាទសម្រាប់ការប្រើប្រាស់ឧបករណ៍មួយនេះគឺវាមានភាពងាយស្រួលទេបងប្អូនគ្រាន់តែយើងច្បាច់វាទៅវានឹងធ្វើការបើកនៅកម្ទេចដីដែលមាននៅក្នុងបាតកែវដូចជាស្រេចការបូមនេះដែរយើងធ្វើការបូមត្រឹមតែ 40% នៃកែវត្រីរបស់យើងប៉ុណ្ណោះមានន័យថាការផ្លាស់ប្ដូរទឹកថ្មីយើងអាចធ្វើការផ្លាស់ប្ដូរត្រឹមតែ 30 ទៅ 50% យ៉ាងច្រើនវាអាចជួយឲ្យត្រីយើងមិនងាយឈឺហើយនឹងការ stress អូខេបន្ទាប់ពីយើងធ្វើការបូមទឹកត្រីរួចយើងត្រូវការប្រើប្រាស់ទឹកថ្មីជាទឹកដែលគ្មានជាតិខ្លោគឺទឹកដែលយើងធ្វើការស្តុកទុករយៈពេលចាប់ពី3ថ្ងៃឡើងយើងអាចប្រើប្រាស់ឲ្យបងប្អូនបន្ទាប់មកយើងត្រូវការដាក់អំបិលគ្រួសដើម្បីធ្វើការសម្អាតទឹកក៏ដូចជាកម្ចាត់មេរោគមួយចំនួនហើយវាក៏អាចជាបាននៅត្រីឈឺតិចតួចផងដែរបញ្ជាក់បងប្អូនអំបិលដែលយើងប្រើនេះគឺជាអំបិលគ្រួសដែលគ្មានជាតិអ៊ីយ៉ូតបន្តមកទៀតយើងត្រូវការបន្ថែមនៅស្លឹកចេកក៏ដូចជាស្លឹកឆាត់ដែលក្រៀមចាស់បាទដែលស្លឹកចេកហើយនិងស្លឹកឆាត់នេះគឺវាដើរតួនាទីក្នុងការធ្វើឲ្យទឹកថ្លារក្សាគុណភាពទឹករក្សានៅpHក៏ដូចជាធ្វើឲ្យពណ៌ត្រីនោះដិតល្អហើយវាក៏អាចព្យាបាលនៅចំនួនត្រីមួយចំនួនផងដែរគឺជាទឹកថ្នាំជំនួយដល់សុខភាពត្រីមិនងាយឈឺហើយអាចព្យាបាលនៅត្រីដែលមានឈឺតិចតួចហើយក៏អាចព្យាបាលត្រីដែលឈឺតិចតួចផងដែរបន្ទាប់ពីយើងធ្វើការបដូរទឹកបានមួយថ្ងៃទឹកក៏បានប្រែទៅជាពណ៌ទឹកតែហើយចំពោះកែវខ្លះក៏រាងពណ៌ចាស់ដែរដោយសារតែខ្ញុំដាក់ទឹកថ្នាំវិញជ្រុលតែវាមិនមានបញ្ហាទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើសិនបើបងប្អូនមានចំណាប់អារម្មណ៍ត្រូវការថ្នាំប្រភេទនេះក៏ដូចជាឧបករណ៍ផ្សេងៗទៀត
បងប្អូនអាចទំនាក់ទំនងទៅកាន់ខាង BT Erica បានជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ